ជំរាបសួរបងប្អូនអបអរសាទរបងប្អូនចូលរួមជាមួយនឹងម៉ោងរៀននៅថ្ងៃនេះបងប្អូនសង្កេតមើលរូបខាងលើយើងមានរូបទាំង4អញ្ចឹងយើងមើលរូបខាងលើនេះហើយឆ្លើយនៅសំណួរបងប្អូនណាតើរូបភាពទាំងនេះឆ្លុះបញ្ចាំងបញ្ហាអ្វីក្នុងសង្គមបញ្ហាអ្វីក្នុងសង្គមបងប្អូនយើងមានចលមន់ស្រាបៀគ្រឿងញៀនចាអញ្ចឹងយើងអាចដកបានថានេះគឺជាបញ្ហាដែលហៅថាអបាយមុខណាបងប្អូនអបាយមុខយើងប្រែវៀតណាមថាតេណាងបាទនេះអបាយមុខសង្គមតេណាងសាហើយអញ្ចឹងម៉ោងរៀននឹងយើងនឹងស្វែងយល់អំពីអបាយមុខហើយនឹងផលអាក្រក់របស់អបាយមុខគឺមានអ្វីខ្លះណាបងប្អូនណានឹងសំណុំពររបស់យើងឥឡូវយើងសូត្រពាក់ពិបាកសិនបងប្អូនកពាក់ពិបាកអបាយមុខអបាយមុខតេណាងហរតីហរតីឡំតំកាំងអង្រៀតនឹងសែមកង្កេយុវជនធនីងយុវតីនៅធនីងខំស្រោតខឹងជើងវិទ្យាគិញធឹកហើយបងប្អូនឥឡូវយើងនឹងស្ដាប់អត្ថបទរបស់យើងណាបងប្អូនណាអត្ថបទអបាយមុខបទពាក់7អបាយមុខជាចង្រុកហិនសង្កិនឲ្យក្តៅដួងហារតីច្រើននាំអ្នកលេងឲ្យសន្ធិយប់ថ្ងៃដេកព្រួយនឹកស្ដាយក្រោយកំពុងប្រព្រឹត្តងងឹតឈឹងលុះដល់រំពឹងឃើញញឹកញយទៅបានយល់ច្បាស់ថាខ្លួនធ្លយជួនក៏បណ្ដោយដេញជើងទៀតដេញជើងត្រាតែឃើញលិចលង់រឹតតែល្ងងទ្រូងរែងចង្អៀតអ្នកខ្លះម្លឹងហើយនៅតែឆ្លៀតអង្រៀតនឹងស្លាប់ទៅថយក្រោយទំរំភ្ញាក់ខ្លួនជួនអស់ទ្របជួនកានធ្លាក់ដល់រូបអន់ខ្សោយកើតរូបឈឺចាប់ស្លាប់បណ្ដោយគួរឲ្យព្រឺខ្លាចអបាយមុខហេតុនោះយុវជនយុវតីនាងអ្នកប្រុសស្រីគួរខ្លាចទុកឲ្យហើយពីក្មេងតនមានសុខត្រូវខំសម្រុកប្រឹងរៀនសូត្រនាងអ្នកចូលរៀនកុំធុញទ្រាន់តនវ័យនៅក្មេងត្រូវខំសូត្ររៀនឲ្យដល់តែរហូតបានដល់ក៏ត្រូវសម្រាកវិទ្យាជាទ្របដោះចម្បងកន្លងលើសលេងឥតទ្របសោតជាទ្របស្រាលផងមិនលំបាកវិជ្ជាបង្វិចស្ពាយពុនរេកទៅមកយកជាប់ទៅជាមួយវិជ្ជាអាចជួយឃើញតនភ្នែកចង់បានអ្វីវិទ្យាស្រែកហៅទ្របប្លែកឲ្យមូលមកច្បាប់ទូនមានចាបន្តទៀតគឺសកម្មភាពអនុវត្តបងប្អូនយើងសង្កេតឡើងខាងលើតើប័ណ្ណកំណាព្យចែកចេញជាប៉ុន្មានវគ្គបងប្អូនមួយវគ្គរបស់ប័ណ្ណកំណាព្យហ្នឹងគឺបញ្ចប់ដោយសញ្ញាខណ្ឌណាបងប្អូនណាប័ណ្ណខាងលើសរសេរតាមតែកប័ណ្ណពាក់7អញ្ចឹងក្នុងមួយល្បះគឺមាន7ពាក់ហើយក្នុងមួយវគ្គរបស់យើងគឺមាន4ល្បះឬ4ឃ្លាបងប្អូនណាអញ្ចឹងប័ណ្ណកំណាព្យនឹងមានទាំងអស់ប៉ុន្មានវគ្គបងប្អូនជើញចាគឺ8វគ្គត្រឹមត្រូវសំណួរទី2ទិវាថ្ងៃពិភពលោកបង្ការប្រឆាំងគ្រឿងញៀនទិវាថ្ងៃពិភពលោកបង្ការប្រឆាំងគ្រឿងញៀនគឺថ្ងៃណាបងប្អូនថ្ងៃ26ខែទី6គឺខែអីបងប្អូនមករាកុម្ភៈមីនាមេសាឧសភាមិថុនាចាមិថុនាហើយបន្តទៀតគឺសំណួរទី3ផលអាក្រក់របស់អបាយមុខអញ្ជើញទី1គឺអស់ទ្រព្យ ទី2គឺឈឺថ្កាត់
ទី3គឺបាត់បង់គ្រួសារទី4គឺចម្លើយទាំង3ខាងលើហើយអញ្ចឹងដូច្នេះយ៉ាងងាយស្រួលបងប្អូនចម្លើយរបស់យើងគឺចម្លើយទាំង3បាត់ទ្រព្យឈឺជំងឺហើយថែមទាំងបាត់បង់គ្រួសារទៀតចានេះគឺជាផលអាក្រក់របស់អបាយមុខបងប្អូនណាសំណួរបន្តទៀតវគ្គកំណាព្យដែលឧទ្ទេសនាមរួមអំពីអបាយមុខគឺវគ្គណាបងប្អូនចាឧទ្ទេសនាមរួមតាមធម្មតាគឺវគ្គទី1ត្រូវហើយចាអរគុណអបាយមុខជាជំងឺរុកហិនសង្កិនឲ្យក្តៅដួងហារតីច្រើននាំអ្នកលេងឲ្យសន្ធិយប់ថ្ងៃដេកព្រួយនឹកស្ដាយក្រោយចាបន្តទៀតវគ្គកំណាព្យដែលនិយាយពីផលអាក្រក់របស់អបាយមុខគឺវគ្គទីម៉ានបងប្អូនវគ្គទី4ចាត្រឹមត្រូវហើយអញ្ចឹងបងប្អូនពួកយើងស្វែងយល់ណាសំណួរទី5បើចង់ជៀសឆ្ងាយអបាយមុខយើងគួរធ្វើយ៉ាងណាទី1មិនសេពគប់មិត្តអាក្រក់ទី2ស្ដាប់បង្គាប់ពុកម៉ែនិងគ្រូទី3គឺខិតខំរៀនសូត្រទី4គឺចម្លើយទាំង3ខាងលើហើយអញ្ចឹងចម្លើយត្រឹមត្រូវបំផុតទី1ក៏ត្រូវណាវគ្គកក៏ត្រូវវគ្គខក៏ត្រូវវគ្គគួរក៏ត្រូវអញ្ចឹងចម្លើយរបស់យើងគឺខួរចាចម្លើយទាំង3ណាបងប្អូនណាហើយចំពោះអត្ថបទហ្នឹងបងប្អូនគឺយើងសូត្របាននៅបទកំណាព្យហើយជាពិសេសនេះគឺជាពាក់ទូនមានសម្រាប់ឲ្យកុមារគឺយើងត្រូវតែជៀសឆ្ងាយអបាយមុខទាំងអស់គ្នាបងប្អូនណាចាបងប្អូនពេលយើងទៅតែគឺយើងស្វែងយល់អំពីទម្រង់ហើយនឹងចង្វាក់របស់បទពាក្យ7ក្នុងភាសាខ្មែរហ្នឹងបងប្អូនដើម្បីយើងបន្តនៅម៉ោងរៀងក្រោយទៀតបងប្អូនណាចាអរគុណបងប្អូនទាំងអស់គ្នាលាបងប្អូន